សួស្តីពុកម៉ែបងប្អូនថ្ងៃទី6 ខែកុម្ភៈឆ្នាំ2025នៅភូមិអូអង្គញលើឃុំបឹងលវាស្រុកសន្ទុកខេត្តកំពង់ធំតកតងជាមួយនឹងទីតាំងចំការនេះដែរតកតងជាមួយនឹងការបាញ់ភ្ញូចទៅលើរដូវកាលដែលមានបញ្ហាគៀងក្តឹបបងប្អូនអាចសង្កេតមើលគឺវាចេញមកជាលក្ខណៈចង្កោមហើយវាចេញបានច្រើនបងប្អូនវាចេញក្តាំងតែម្ដងតាមកលុកលាក់មេឃខាងក្នុងខាងក្រៅបងប្អូនអាចសង្កេតមើលក្របផ្លោះល្អតកតងជាមួយនឹងសភាពផ្កាគឺនៅតែស្រស់ល្អក្បាលរួយនៅតែបន្តលោតមកហូរហែនៅក្នុងខែ2នេះតកតងជាមួយនឹងបញ្ហាអាកាសធាតុដូចបងប្អូនឃើញតកតងជាមួយនឹងក្តឹបចេះអីហ្នឹងវាអាចថាវាចាញ់ជាមួយនឹងអាកាសធាតុដោយសារនៅក្នុងខែនេះវាមានធ្លាក់អន្សើមខ្លះបញ្ជាក់ផងដែរដោយសារចការចន្ទីនេះផ្ទាល់គឺអត់ជំរុះទេបងប្អូនអាចសង្កេតមើលប៉ុន្តែទិន្នផលគឺវាចេញមកបានគ្រាន់បើដោយសារម្ចាស់ចំការគាត់ប្រើផលិតផលរបស់ក្រុមហ៊ុន UKSN មកជាច្រើនឆ្នាំមកហើយគាត់អត់ជំរុះទេបងប្អូននេះក្បាលរួយថ្មីគុណភាពផ្កាអីហ្នឹងនៅតែស្រស់បងប្អូនអាចមើលវាចេញជាលក្ខណៈចង្កោមទាំងមេឃលើមេឃក្នុងកលុកកលាក់មេឃដោយសារដើមនេះវាធំខ្ញុំថតកលឹងជុំវិញដើមចែកជូនពុកម៉ែបងប្អូននេះបងប្អូនមើលសង្កេតមើលនេះមេឃខាងក្រោមអីហ្នឹងគឺវាចេញមកស្អាតបែបនេះយើងមើលទៅបាញ់កាមេរ៉ាទៅខាងលើស្រីពន្លឺដើម្បីឲ្យងាយស្រួលមើលកម្រិតនៃការ zoom គុណភាពក្របផ្កាគឺវាចេញស្អាតបងប្អូនអាចសង្កេតមើលយើងដើរទៅដើមផ្សេងទៀតវាអាចថាផ្លែប្រហែលគ្នាដែរនេះដើមផ្សេងទៀតបងប្អូនដើមដែលយើងថតខាងនោះនេះដើមផ្សេងទៀតដើម្បីឲ្យពុកម៉ែបងប្អូនតាមដានទេសនានៃចុងមេឃតាមកលុកលាក់មេឃបងប្អូនសង្កេតមើលក្តឹបប៉ុណ្ណេះវាអាចទទួលយកបានបងប្អូនដោយសារចំការនេះគឺយើងអត់ជំរុះទេវាចេញមកហូរហែជាដំណាក់កាលនេះមេឃខាងក្រោមអីហ្នឹងនៅក្នុងខែ2នេះចំការភាគច្រើននៅតំបន់នេះបើសិនជាចំការអត់ជំរុះគឺអត់តាន់បានប៉ុណ្ណឹងទេបងប្អូនវាទើបតែចេញផ្កាឬក៏ផ្កានឹងចាប់ផ្ដើមរីកប៉ុន្តែជាក់ស្ដែងនៅតំបន់នេះចំការដែលបានប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន VKSN បងប្អូនអាចសង្កេតមើលក្តឹបវាលោតបានគួរសមហើយបានជាលក្ខណៈចង្កោមតែម្ដងនៅក្បាលរួយក្តឹបតូចក្តឹបធំបងប្អូនខ្ញុំស៊ូមនៅខាងលើដើម្បីឲ្យបងប្អូនមើលក្បាលរួយបងប្អូនអាចសង្កេតមើលគឺវាចេញមកស្អាតបែបនេះឥឡូវយើងដើរទៅដើមផ្សេងទៀតដើម្បីតាមដានទស្សនានៃការថតផ្ទាល់ខ្ញុំដើរទៅដើមផ្សេងទៀតតើតើជាមួយនឹងការបញ្ចេញក្តឹបគឺវាចេញបានស្អាតមែនទែនសាយការចាស់ចការគាត់អត់បានជំរុះក្តឹបវាចេញមកស្អាតបែបនេះក្បាលរួយវាលោតបានច្រើនពុកម៉ែបងប្អូនថាអត់សូវមានបញ្ហាខ្លោចទេបងប្អូនគឺតិចតួចបំផុតបងប្អូនក្តឹបដែលយើងកំពុងតែឃើញដើមខ្ញុំបាទកំពុងតែថតនេះគឺប៉ុណ្ណឹងគឺវាប្រឈមជាមួយនឹងការខ្លោចឬក៏ការខូចប៉ុន្តែជាក់ស្ដែងបងប្អូនអាចសង្កេតមើលនៅលើចុងមេឃនេះខ្ញុំកំពុងតែព្យាយាមថតនៅដើមផ្សេងដើម្បីចែករំលែកដល់ពុកម៉ែបងប្អូនវីដេអូហ្នឹង4នាទីជាងទៅហើយនៅចុងមេឃខាងលើបងប្អូនខ្ញុំព្យាយាម zoom ដើម្បីផ្ដិតយករូបភាពក្តឹបដែលនៅខាងចុងក្បាលរួយដែលលោតចេញមកហូរហែណ៎ម្ចាស់ចការកំពុងតាមនាំគាត់ថាឲ្យទៅមើលដើមខាងនោះវាចេញបានស្អាតបានល្អនេះខ្ញុំដើរទៅសារវីដេអូយើងអត់បានកាត់ទេនេះវាចេញជាលក្ខណៈចង្កោមល្អមែនទែនចេញក្តឹបក្រោយវាចេញមកហូរហែលោតក្បាលរួយជាដំណាក់កាលហូរហែជាបន្តបន្ទាប់
សំខាន់ជាងគេក្តាប់ល្អិតនៅក្នុងខែ2នេះដូចនៅក្នុងវីដេអូហ្នឹងក្តាប់ប៉ុណ្ណឹងគឺវាប្រឈមជាមួយនឹងត្រូវសើមប្រៃវាអាចនឹងខូចខ្លះប៉ុន្តែជាក់ស្ដែងសើមប្រៃនៅរដូវកាលហ្នឹងវាបានធ្លាក់ហើយប៉ុន្តែអ្វីដែលវាអាចទប់បានគឺវាខ្លោចតិចតួចបំផុតបើសិនជាបងប្អូនមានចម្ងល់តាក់ទងជាមួយនឹងរបៀបប្រើប្រាស់ឬក៏ចង់ដឹងព័ត៌មានលម្អិតអំពីដំណាំចន្ទទីបងប្អូនអាចខមមិននៅខាងក្រោមវីដេអូឬក៏ឆាតចូល page ដើម្បីប្រឹក្សាជាមួយនឹងក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុន VKSN អញ្ចឹងវីដេអូខ្ញុំថត5នាទីជាងទៅហើយខ្ញុំសូមបញ្ចប់នៅត្រឹមហ្នឹងសូមអរគុណ